Ok, đây nào nhé. Mình chắc ngày nay nhung trong bằng hai này nào nhé. Bạn bọn cho mùi nâng cả rịp trong chi program planในក្នុងកម្មវិធី Microsoft Check អញ្ចឹងគ្នាយើងដឹងអីថាការងាររបស់យើងវាត្រូវមានplan យើងត្រូវមាន actual ដោយសារតែនៅក្នុងកម្មវិធីយើងបានរៀបចំប្រយោជន៍ថាការងារយើង start ថ្ងៃណាបញ្ចប់ថ្ងៃណាអញ្ចឹងនៅក្នុងការងារដឹងស្រាប់ហើយយើងត្រូវមាន baseline បើមិនជាអត់មាន baseline វាស្មើនឹងធ្វើការអត់មានគោលដៅទេអញ្ចឹងណាហើយមែនទែនទៅវិធីសាស្ត្រនៅក្នុងការកំណត់ជា program plan វាមានច្រើនប៉ុន្តែខ្ញុំនឹងបង្ហាញវិធីសាស្ត្រមួយដែលខ្ញុំអាសាប្រើហើយវាងាយស្រួលហើយបើសិនជាគ្នាយើងអាចមានវិធីសាស្ត្រផ្សេងជួយ share មកខ្ញុំវិញផងដើម្បីយើងរីកចម្រើនទាំងអស់គ្នាអញ្ចឹងណាអញ្ចឹងតោះឥឡូវនៅក្នុងកម្មវិធី Microsoft Excel នៅពេលដែលយើងបើកមកវាចេញអញ្ចឹងខ្ញុំនឹងធ្វើការ insert ធ្វើការ customize វាអញ្ចឹងណាអញ្ចឹងនៅលើ column នេះយើងអាចមកស្ដាំ line ណាក៏បានដែរមកស្ដាំមកយកពាក្យ custom field អញ្ចឹងដោយសារតែ program plan របស់យើងគឺជាលេខអញ្ចឹងខ្ញុំនឹងយកនេះអានេះគឺជា number បន្ទាប់មកខ្ញុំ rename វាខ្ញុំដាក់ថា program plan ខ្ញុំអូខេបន្ទាប់មកខ្ញុំយកពាក្យ formula អញ្ចឹងរូបមន្តមែនតើទៅគាត់ថារូបមន្តគណិតវិទ្យាធម្មតាទេគាត់ថារបៀបនៃការសរសេរនៅក្នុងកម្មវិធី Microsoft Excel វារៀងខុសគ្នាបន្តិចពីក្នុងកម្មវិធី Excel ហើយអាហ្នឹងខ្ញុំធ្លាប់បានចងដែរហើយខ្ញុំបាន copy ទុកអញ្ចឹងណាដោយសារខ្ញុំអត់ចងទៀតដោយសារខ្ញុំចងអាសាខុសពេលដែលខ្ញុំភ្លេចវងកញ្ចក់ឬក៏ភ្លេចក្បៀសឲ្យមួយអញ្ចឹងទៅវាខុសប៉ុន្តែអត្ថន័យរូបមន្តចេះមានន័យថាបើសិនបើ current date វាស្មើនឹងថ្ងៃហ្នឹងឥឡូវថយយើងបើកកម្មវិធីថ្ងៃហ្នឹងយើងគិត today មកបើសិនជា today នេះវាទូជាង start date មានថា progress ហ្នឹងអត់ទាន់ធ្វើការទេវា0ហើយបើសិនជា current date ធំជាង finish date មានថា progress ហ្នឹង 100% ហើយឥឡូវថតថាខ្ញុំ start ការងារពីថ្ងៃទី1ដល់ថ្ងៃទី10អញ្ចឹងបើសិនជាដល់ថ្ងៃទី10វាត្រូវ 100% ឬក៏ធំជាងថ្ងៃទី10វានឹងនៅតែ 100% ដែរដោយសារ plan វាអាចធ្វើ 100% វាអាចលើសដល់101ឯងមិនអញ្ចឹងយើងអាចដឹងថាអញ្ចឹងការងារណាយើងគួរតែធ្វើពេលណាហើយធ្វើមិនឲ្យតាន់%អញ្ចឹងណាហើយរូបមន្តទី3នេះវាគ្រាន់តែនៅប្រឡោះកដាលមានណាបើសិនបើឧទាហរណ៍ថា10ថ្ងៃអញ្ចឹងថ្ងៃទី5ប្រកាសជា 50% មិនអញ្ចឹងយើងគ្រាន់តែចងអញ្ចឹងទេតោះមកយើងអូខេមកតោះមកយើងយក use formula តោះមកខ្ញុំអូខេតោះមកខ្ញុំ insert មកដោយសារតែយើងចងហើយវា load មកទេយើង insert វាមកឆ្នាំ insert យកពាក្យថា plan មកចំមិញ rename ដាក់ថា progress plan នេះត្រូវហើយខ្ញុំដាក់ progress នេះ progress plan ហ្នឹងអញ្ចឹងបើយើងមើលពីបច្ចេកនេះនៅពេលដែលយើងចងហើយឧទាហរណ៍ថាបច្ចេកយើង start ពីថ្ងៃទី23ខែ3ឆ្នាំ2026រហូតដល់ឥឡូវនេះឥឡូវហ្នឹង current date គឺថ្ងៃទី11ខែ6អញ្ចឹងវាស្មើនឹង 53% អញ្ចឹងតើរូបមន្តហ្នឹងវាកណនីមិនអញ្ចឹងដូចយើងនិយាយមិញអញ្ចឹងប៉ុន្តែខ្ញុំនឹងលើកផានមួយដើម្បីឧទាហរណ៍ឲ្យយល់រូបមន្តហ្នឹងអញ្ចឹងខ្ញុំឥឡូវខ្ញុំឧទាហរណ៍នេះមួយចុះនេះអានេះវាផុតថ្ងៃឥឡូវ start ថ្ងៃទី7ខែ5បញ្ចប់ថ្ងៃទី22ខែ5អញ្ចឹងឥឡូវយើងខែ6ហីអញ្ចឹងវា 100% ហ្នឹងអញ្ចឹងយើងមើលអា 60% នេះ start ថ្ងៃទី5ខែ6 2026អានេះ start អានេះ finish របស់វាគឺថ្ងៃទី15ខែ6 2026ហើយ duration របស់វាគឺ10ថ្ងៃណាហើយđâyបានវាចេញ 10% ជាស្អី 60% អញ្ចឹងយើងមកដកទាំងអស់គ្នាណាអញ្ចឹងឥឡូវ current date នេះ C ថ្ងៃទី11 06 2026អញ្ចឹងយើងដើម្បីរកអានឹងបានមានន័យថាវាស្មើនឹង current date នេះ11ដកជាមួយនឹងថ្ងៃ start នេះថ្ងៃទី5ចែកនឹង duration សរុបចែកនឹង10គុណឲ្យ 100% ដោយសារយើងគិតជាភាគរយណាអញ្ចឹងយើងសាកជួយ calculate មើលមកមានន័យថា11ដក5ចែកនឹង10គុណនឹង100
ចឹងវាបាន 60% នេះចឹងរូបមន្តហ្នឹងគឺអត្ថន័យតែប៉ុណ្ណឹងទេអញ្ចឹងយើងដឹងស្រាប់ហើយការងាររបស់យើង plan គឺយើងធៀបជាមួយនឹងពេលវេលាហើយដោយសារតែពេលវេលាគឺជា goal ដែលយើងទៅ sign contract ជាមួយនឹង client ឬក៏ជាមួយ owner ហ្នឹងអញ្ចឹងយើងយកពេលវេលាជា goal ហើយពាក់ព័ន្ធជាមួយ progress plan ហើយ actual ចាំយើង insert បន្ថែមណាដើម្បី compare គ្នាអញ្ចឹងដើម្បី compare គ្នាយើង insert នេះ complete person complete នេះមកហើយឧទាហរណ៍ខ្ញុំដាក់នេះ100យើងចោះអញ្ចឹង actual progress ខ្ញុំបើសិនគិតត្រឹមថ្ងៃហ្នឹងយើងធ្វើឲ្យតែការងារនេះទេវាបាន 3% យើងវា let 53% អីចឹងទៅហើយបើសិនជាគ្នាយើងនេះយើង update តនេះមានថាថ100ឲ្យអស់ចុះអញ្ចឹងបើសិនជា100ដល់ត្រឹមនេះវាស្មើនឹង 29% អញ្ចឹងណាអញ្ចឹងយើងអាច update តមកដើម្បី compare គ្នាថា plan របស់យើងបានភាគរយ person complete របស់យើងប្រហែលភាគរយអញ្ចឹងណាហើយមួយទៀតពាក់ព័ន្ធជាមួយនឹងperson complete នេះខ្ញុំបញ្ជាក់បន្តិចអាចនឹងមាន error មួយចំនួនដែរដោយសារតែវា actual progress មែនតើទៅវាគួរតែ update នៅក្នុង Excel បន្ថែមទៀតអញ្ចឹងណាដោយសារនៅក្នុង Microsoft Project នេះបើសិនជា link test ច្រើនទៅអាចនឹងមានបញ្ហា person complete នេះតែបើសិនជា test របស់យើងដូចការងារនេះវាតិចអញ្ចឹងវាអត់សូវជាបញ្ហាទេអានេះពីខ្ញុំទៅខ្ញុំ recommend ឲ្យ update actual progress អាចយក Excel ដែលជា file BQ របស់យើងមក update ថែមអញ្ចឹងណាដើម្បីធ្វើការប្រៀបធៀបអញ្ចឹងនៅក្នុងវីដេអូហ្នឹងអត់មានអីទេមានតែប៉ុណ្្នឹងទេអរគុណជួបគ្នានៅវីដេអូបន្ត